ទាំងអស់ហើយអ្នកដែលគាត់នៅមានលំនឹងទុកបានហ្នឹងគឺគេហៅថាអ្នកដែលមានបេះដូងដែលល្អច្រើនគិតវិជ្ជមានបានច្រើនចានៅក្នុងលូបានច្រើនជាងអ្នកដែលគាត់ឃ្លាតឆ្ងាយទៅចាតែខ្ញុំជឿថាបើសិនជាអ្នកដែលធ្លាប់ទទួលបានសមិទ្ធផលគាត់នឹងត្រឡប់មកវិញនៅថ្ងៃណាមួយព្រោះអីជីវិតអត់មានច្បាប់ស្រុកគេប្រៀបដូចជាយើងអត់មានទីពឹងអីនៅក្នុងអារម្មណ៍សោះដូចយើងរស់អត់មានទីពឹងអីគេទីពឹងផ្លូវចិត្តអញ្ចឹងអ្នកខ្លះក៏ចេញទៅក្រោយចេញទៅแบบគ្មានងាកក្រោយដូចមិនដែលស្គាល់ច្បាប់ស្រុកគេសោះសួរថាជីវិតពេលខ្លះធ្លាប់មានអារម្មណ៍ថាគួរតែត្រឡប់ចូលវិញឬអត់តែមិនដឹងថាចូលមកផ្លូវណាមានអារម្មណ៍ថាអូឃើញមេរៀនស្ដាប់មិនចូលអូឃើញគ្រូបាអាចារ្យស្ដាប់មិនចូលសួរថាពេលខ្លះធ្លាប់មានចិត្តថាចង់ត្រឡប់ចូលផ្លូវដើមវិញអត់ធ្លាប់តែស្ដាប់វាមិនចូលស្ដាប់វាមិនបានឬ case អីក៏មានអារម្មណ៍ថាធ្លាប់រៀនអស់ហើយប្រើវាមិនបានផលចាតែខ្ញុំអារម្មណ៍របស់ខ្ញុំណាអានេះដូចជានេះប្រាប់ឬក៏ចក្រវាលបានមកសឹកណាវាឲ្យខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នានឹងចូលលូសុបវិញនៅក្នុងចប់ course នេះអានេះអារម្មណ៍ខ្លួនឯងមកចាអារម្មណ៍ខ្លួនឯងប្រាប់មកហើយធ្វើឲ្យខ្ញុំមានកម្លាំងបណ្ដាចិត្តនឹងចង់ចែកម្លែកខ្ញុំបានតែដាក់ schedule ថាមួយទឹកខ្ញុំត្រូវចេញ2ដងមួយទឹកចេញតែ2ដងឯងអត់សូវអត់3ដងឯងមួយទឹក2ដង2ថ្ងៃគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នាសម្រាប់មានពេលដកឃ្លាតែអនុវត្តចាហើយបបពិសោធន៍ទាំងឡាយដែលយើងជួបឃើញទេអំឡុងពេលប្រហែលជាក្នុងមួយខែខាងម៉ែទៅបានចេញ2-3ខែដែរណាអ្នកទាំងអស់គ្នាដឹងពីគុណប្រយោជន៍នៃ mastermind អ្នកខ្លះធ្លាក់ផ្លូវដល់ណាដល់ណីដោយសារអីម៉ែដែរចេញឡាយសោះតាមរោផងអីផងតាមរោផងអីផងហើយមានអារម្មណ៍ថាធ្លាក់ផ្លូវអត់មាន mastermind ដូចចេញក្រៅលូទៅសាហាវទៅផ្សាយហ្មងដល់ទៅពេលស្រាប់តែមកឡាយវិញអូនាំគ្នាអឹកអត់ថឹកហឹកហាក់ចាចូលរួមហើយមានអារម្មណ៍ថាយើងដែលជា mastermind ហ្នឹងមានអារម្មណ៍ថាមានកម្លាំងចិត្តហើយនិយាយទៅគ្រប់យ៉ាងចក្រវាលគឺជាអ្នកចាត់ចែងចារត់ឥឡូវនេះបេះដូងនេះឲ្យបានត្រឡប់មកវិញនៃការចែករំលែកពីមុនមានអារម្មណ៍ថាខ្ជិលមានអារម្មណ៍ថារៀងហត់មានអារម្មណ៍ថាសុំមកធ្វើវីដេអូអីតិចតួចទៅបានហើយតែឥឡូវនេះវាធ្វើឲ្យយើងមានកម្លាំងបណ្ដាចិត្តចង់ចេញរហូតដល់ធ្វើនៅអត់ស្តុកបើក21ថ្ងៃ version 3បន្តទៀតចាដើម្បីជួយការងារចក្រវាលដើម្បីស្ដារ mastermind ឲ្យឡើងមកតាមដើម្បីឲ្យពួកគាត់ដល់ពេលវេលារបស់គាត់ចាអញ្ចឹងអ្នកទាំងអស់គ្នាមួយចំនួនធំខ្ញុំហ៊ាននិយាយពាក្យថាមួយចំនួនធំអនុវត្តច្បាប់ស្រុកទាញមិនបានខ្ជាប់ខ្ជួនហើយសឹងថាចេញក្រៅលូ80នៅក្នុងលូ20%ចេញចូលតែនៅក្រៅលូច្រើនជាងក្នុងលូលទ្ធផលបានខ្លះមិនបានខ្លះហើយបានតិចមិនបានច្រើនអស់សធាម្ដងតែនៅតែមិនបាត់ពីគ្នានៅតែមករកគ្នាវិញចាអញ្ចឹងសូមស្វាគមន៍21ថ្ងៃ version 3បងប្អូនមិនបាច់អ្នកណា version 3មុនអ្នកទាំងអស់គ្នាគឺខ្ញុំនឹងឯងមើល version 3មុនអ្នកទាំងអស់គ្នាយល់សួរនេះមកឡើងស្រស់អូសប្បាយចិត្តខ្លាំងអូចានាងខ្ញុំ version 3មុនអ្នកទាំងអស់គ្នាគេចាក់កន្លងមកអនុវត្តវិញទាំងអស់គ្រប់សពសួរថាបើប្រៀបនៅ2018បានប៉ុន្មានភាគរយខ្ញុំធ្វើបាន 80% ហើយខ្ញុំធ្វើបាន 80% ហើយចារំយ៉ាងមានក្តីសុខអត់ខ្វល់នឹងអ្វីដែលនៅចំពោះមុខដឹងថារឿងអីក៏អរគុណបានគ្រប់សពបែបយ៉ាងរឿងមិនល្អក៏អរគុណរឿងល្អក៏អរគុណនិយាយទៅ 80% នៃ2018ថាឲ្យទៅបន្ទុក78ឥឡូវ78ថា8ចោះនៅ 20% ទៀត 20% ទៀតគឺ version 2018ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនខ្លាំងតែខ្ញុំទៅចាប់ដើមបានប្រហែលជាខ្ទង់មួយអាទិត្យដែរទេតែមួយអាទិត្យទេមនុស្សយើងដឹងទៅពេលដែលសើចទៅแบบអស់លាអូនមានអារម្មណ៍ថាជីវិតមានក្តីសុខធម្មតាទេលុយនៅប៉ាទីនៅដែរទេមិនទាន់ជាមានអីក្រៅតែហេតុអីយើងមានអារម្មណ៍ថាជីវិតមានក្តីសុខធម្មតាស្មាតទៅដេកសើចដើរសើចតែខ្យល់បក់កសើចទៅវាចម្លែកទេបងប្អូនចាតែសម្រាប់ពួកយើងគឺវាអត់ចម្លែកទេដោយសារអីគឺវាក្តីសុខអានេះគេថាសុខគ្រប់អនុកោសិកាចាសុខបែបមិនធ្លាប់សុខអំឡុងពេលប្រហែលឆ្នាំកន្លងមកតែខ្ញុំជឿថាបងប្អូនជឿអត់នៅអ្វីដែលគេហៅថាចក្រវាលវិលជុំនៅពេលដែលវិលជុំអ្នកទាំងអស់គ្នាជឿអត់អ្វីដែលខ្ញុំព្យាករច្បាប់ស្រុកទៀតនឹង comeback មកផ្សារទៀតហើយ comeback មកផ្សារហ្នឹងអ្នកទាំងអស់គ្នាគឺខ្លាំងបែបមានចតុលស្គាល់គ្រប់បទពិសោធន៍ខ្ញុំនិយាយរឿងមួយសិនហេតុអីយើង comeback មកវាពិបាកជាងថ្ងៃដែលយើងចាប់ដើមដោយសារអីដឹងអត់ដោយសារយើងមានអតីតឲ្យយើងប្រៀបធៀបថ្ងៃទី1នៅឆ្នាំ2018 19 20ដែលយើងអនុវត្តយើងអត់ដែលមានអតីតដែលវាល្អស្រស់ត្រកាលយកមកប្រៀបធៀបអញ្ចឹងយើងបានតែអនុវត្តដោយមិនខ្វល់ពីលទ្ធផលអីទាំងអស់ដឹងថាធ្វើឲ្យសមាជិកខ្ញុំធ្វើហើយយើងអត់បានរំពឹងខ្លាំងពេកនៃការស្រូបទាញលុយអីប្រហែលនេះតែនៅពេលដែលយើងធ្លាប់ឆ្លងបទពិសោធន៍មកច្រើនហើយយើងធ្លាប់ស្រូបទាញបានច្រើនហើយវាធ្វើឲ្យយើងមានការប្រៀបធៀបមួយគឺធ្លាក់ហើយអញ្ចឹងទៅធ្វើឲ្យច្បាប់ស្រូបទាញរបស់យើងវាអត់រំកិលឡើងទៅមុខវិញវានៅក្រោយវាមិនដាក់វាដើរដូចយើងដើរទៅហើយតែច្រវាក់នៃវាជាប់នឹងជើងយើងហ្នឹងវាទាញយើងឲ្យមកវិញយើងប្រងដើរទៅមុខហើយច្រវាក់ហ្នឹងវាទាញយើងឲ្យត្រឡប់មកក្រោយវិញយើងដើរទៅមុខហើយច្រវាក់ហ្នឹងវាទាញឲ្យក្រោយវិញទៅអ្នកដែលជាប់អតីតគឺមិនអាចទៅមុខដឹងហ្មងថាអូអានេះហើយគឺជាពេលវេលាដែលយើងបែប control ខ្លួនឯងបានខ្លាំងព្រលឹមឡើងងើបមកអត់ចាប់ទូរស័ព្ទទេសុខចិត្តទៅចូលទៅទឹកឬដេក program បើមិនចឹងទៅងើបមកចាក់ Canon សមាធិមួយ plate ហើយមនោអរគុណ program អីហើយបានចាប់តាមចាប់ទូរស័ព្ទហើយដឹងទូរនទីទៀតចាក់ទូរស័ព្ទបានធ្វើអីទេ Bluetooth ត្រឹង connect បាសសិនព្រោះវាជាការងារសំខាន់ហើយចារួចរាល់ឡើងញ័រសាច់ឲ្យហើយចាដើម្បីមកទទួលនៅ21ថ្ងៃ version 1ផ្លាស់ប្ដូរជីវិតបែបដូចអត់សូវស្រឡាញ់ពាក្យអភិនិហាសោះឥឡូវខ្ញុំឥឡូវខ្ញុំទៅអត់សូវស្រឡាញ់ពាក្យអភិនិហាតែត្រូវតែអភិនិហាចាំនៅក្នុងខុសអ្នកទាំងអស់គ្នាអត់បានអ្នកដែលអត់បានចូលខុសនៅខុសខ្ញុំនឹងអធិប្បាយច្រើនរឿងថាយក8និងយក9ការអនុវត្តភាពខុសប្លែកនឹងហេតុអីយើងស្រូបទាញអត់បានដូចមុន
ខ្ញុំនឹងអធិប្បាយច្រើននៅក្នុងនឹងអញ្ចឹងអ្នកដែលចង់ចូលខុសឆាតចូលខុសហើយទៅខុសអាចនឹង2 3ថ្ងៃទៀតខ្ញុំសូមពេលបន្តិចទៀតទេចាហើយកូនសិស្សពីម្ដងទៀតសិនចាអញ្ចឹងគេថា day ទី1នេះគឺជាការរៀបចំប្រព័ន្ធផ្លូវចិត្តជាថ្មី reset and reborn ចាអញ្ចឹងយើងត្រូវលាងសម្អាតក្អែលក្នុងចិត្តហើយក្រាលព្រំក្រហមដើម្បីទទួលនៅរលកសញ្ញាទៅកាន់យក9ក៏ដូចជាទៅកាន់ level 3ចាអញ្ចឹងការលាងសម្អាតចិត្តទីទៀតយើងនឹងទៅដល់ណាចាគេថាទោះបីកន្លងមកយើងធ្លាប់ស្រូបទាញបានយ៉ាងសន្ធឹកសន្ធាប់ចាហើយបន្ទាប់មកទៀតយើងមានអារម្មណ៍ថាមកវឹកយក9ហ្នឹងយើងគ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍ថាច្បាប់នេះអត់សូវមានប្រសិទ្ធភាពដូចមុនចាដូចមានអារម្មណ៍ថាការស្រូបទាញវាអន់ថយចាអញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នាកុំអាគិតបែបហ្នឹងយើងនឹងចាប់ផ្ដើមថ្មីនៅពេលនេះហើយនៅទាន់ពេលវេលាគ្រប់យ៉ាងមិនយឺតពេលទេតែយើងត្រូវការចាប់ផ្ដើមជាថ្មីអញ្ចឹងកុំស្ដាយដឹងមិនអត់ថ្ងៃនេះមិនថ្ងៃនេះទេតែថ្ងៃនេះគឺជាថ្ងៃដែលរួមហើយអ៊ីនបំផុតនៅក្នុងអំឡុងពេលប្រហែលឆ្នាំក្រោយនេះនៅពេលដែលបានរួមហើយពេលខ្លះគូក្បាលយើងក៏បានគិតខ្លះខ្ញុំអត់បានស្ដាយអតីតពីមុនស្ដាយអ្នកទាំងអស់គ្នាដឹងមិនអត់អ្នកទាំងអស់គ្នាខ្ញុំតែថាអ្នកទាំងអស់គ្នាស្ដាយអតីតតែខ្លួនខ្ញុំផ្ទាល់ខ្ញុំសារភាពដោយចិត្តស្មោះអស់ពីបេះដូងខ្ញុំក៏ស្ដាយអតីតដូចគ្នាតែមករយៈនេះហើយក៏ដូចជាថ្ងៃនេះផ្ទាល់ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំព្រមទទួលស្គាល់ការពិត 100% ហើយខ្ញុំអរគុណអតីតជាខ្លាំងខ្ញុំអរគុណហេតុការណ៍ដែលវាបានកើតឡើងពី A ដល់ Z គ្រប់រឿងរ៉ាវអ្នកណាធ្វើឲ្យយើងឈឺចាប់យើងដើរខុសយើងនិយាយខុសយើងសាងកំហុសអីមួយខ្ញុំមានអារម្មណ៍ថាខ្ញុំអរគុណខ្លាំងមែនទែនហើយបើសួរខ្ញុំទៀតថាខ្ញុំស្ដាយក្រោយអត់ដែលរឿងនឹងវាកើតឡើងគឺខ្ញុំហ៊ាននិយាយ 100% នៅថ្ងៃហ្នឹងថាខ្ញុំអត់ស្ដាយហើយខ្ញុំថែមទាំងអរគុណដោយអស់ពីចិត្តអស់ពីបេះដូងអរគុណចក្រវាលខ្លាំងព្រោះអីឲ្យខ្ញុំមានភាពរឹងមាំខ្លាំងមែនទែនឲ្យខ្ញុំយល់អ្វីដែលជាជីវិតពិតប្រាកដ 100% ស្មាតទោះបងប្អូនខ្ញុំនិយាយតិចជីវិតពីមុនមកពីស្រុកស្រែមនុស្សខ្ញុំរៀនបានតិចទេថ្នាក់ទី9ចាទៅស៊ីឈ្នួលគេបន្ទាប់មកទៀតត្រឡប់មកធ្វើសក់ធ្វើអីមកនៅពីត្រឡប់ពីខេត្តមរុស្សមកពីខេត្តមរុស្សនៅភ្នំពេញមិនដែលរៀន marketing អត់ដែលរៀនការគ្រប់គ្រងមនុស្សអត់ដែលរៀនការគ្រប់គ្រងស្អីអត់ដែលរៀនទាំងអស់គឺនាងខ្ញុំទៅរៀនតែសាក់ចើមធ្វើសក់អត់សក់ត្រង់វាពណ៌សក់ផាត់មុខចេះតែផាត់ខ្លួនឯងទៀតនៅថ្ងៃមួយពេលវេលានៃចង្វាក់មកដល់ច្បាប់ស្រូបទាញមកដល់វាបូកនឹងចង្វាក់គេហៅថាច្បាប់ស្រូបទាញវាជាលោកខាងក្នុងរបស់យើងនៃការដែលយើងសាង vibration គ្រប់យ៉ាងឲ្យវាកើតឡើងលោកខាងក្រៅគឺជាគេហៅថាបរិបទនិងឱកាសនិងចង្វាក់ពេលវេលាអ្នកទាំងអស់គ្នាដឹងនាងខ្ញុំមានច្បាប់ស្រូបទាញពងភ្លាមជីវិតផ្ទុះដូចប៊ុំដូចកាប៊ុំរ៉ែងប៊ុំខ្ញុំប្រាប់ជីវិតខ្ញុំគឺផ្លាស់ប្ដូរលឿនខ្លាំងមែនទែនដូចគេហៅថានៅគ្រាប់បែកផ្ទុះឡើងលឿនរហូតដល់យើងមិននឹកស្មានដល់ឡើងលឿនរហូតវាដូចមីស៊ីលវាមិនដាណាទៅចេញអីវ៉ាន់លក់ដៃមិនគ្រីមក៏ចេញលក់ភ្លាមផ្ទុះភ្លាមចេញលក់ខែហ្នឹងផ្ទុះខែហ្នឹងចេញមកប៉ុន្មានក៏អស់ស្គាល់លុយលៀនតែរយៈពេលប៉ុន្មានខែស្គាល់លុយលៀនជីវិតវាឡើងលឿនខ្លាំងចឹងតែយើងស្មាតទៅងើបមកពីស្រែមិនទាន់បាត់ធំក្លិនពីស្រែមកអានេះនិយាយឲ្យអាក្រក់ស្ដាប់ខ្ញុំបានតែពេចបើមើលអញអត់បាត់ធំក្លិនពីស្រែមកជីវិតមានអត់វាលឿនខ្លាំងពេកយើងអត់ដែលមានគេហៅថាបទពិសោធន៍នៃជីវិតអីទាំងអស់បទពិសោធន៍រស់ស៊ីដូចគេតស៊ូរាប់សិបឆ្នាំទៅរំតែគេមានលុយ1 លានដុល្លារឯងនេះមកហ្វឹកប្រហែលខែស្គាល់លុយ1 លានស្មាតទៅចំណុចមុនតែនិយាយដេកយកលុយចង្វាក់ជីវិតវាមកជួនចៃដន្យនឹងអនឡាញវាទៅមកដល់បូកនឹងការដែលយើងអនុវត្តច្បាប់ស្រូបទាញបែបអូគ្មានដែនកំណត់បែបវិជ្ជមាន 100% នៅក្នុងលូអត់មានអវិជ្ជមានចូលខ្ញុំបានសោះមកដល់តែពេលបែបហ្នឹងវាធ្វើឲ្យយើងតាំងខ្លួនមិនទាន់តែយើងក៏មានការខ្ញុំគិតថាគ្រប់យ៉ាងចក្រវាលជាអ្នកចាត់រៀងឲ្យយើងឲ្យយើងស្គាល់គ្រប់សពដល់ពេលចង្វាក់ជីវិតមកដល់ពេលមួយដែលបែបអ្នកទាំងអស់គ្នាឃើញស្រាប់ហើយបរិបទនៃការរស់ស៊ីផ្លាស់ប្ដូរគ្រប់យ៉ាងផ្លាស់ប្ដូរចក្រវាលឲ្យយើងចេះគ្រប់សពទាំងអស់ចក្រវាលឲ្យយើងស្គាល់គ្រប់រសជាតិជូរចត់នៃជីវិតស្គាល់ទាំងអស់ចក្រវាលឲ្យយើងមានជើងព្រួលជាច្រើនគេហៅថាជើងវាដឹករីជើងជាច្រើនដើម្បីបន្តដំណើរទៅមុខខ្ញុំគិតថាចក្រវាលបានធ្វើបាបខ្ញុំទេចក្រវាលឲ្យខ្ញុំរីកធំធាត់ឲ្យខ្ញុំរឹងមាំខ្លាំងឲ្យខ្ញុំស្គាល់គ្រប់សពដែលថ្ងៃក្រោយទៅចង្វាក់ជីវិតវាដល់រលកឡើងវាពុកដល់រលកឡើងឲ្យយើងស្គាល់គ្រប់យ៉ាងទាំងអស់ហើយ strong ហើយយើងនឹងមានការខុសឆ្គងតិចមែនតើបានវិការជាការអរគុណជាខ្លាំងបើយើងមិននឹកឃើញហើយអំឡុងពេលដែលយើងថាចង្វាក់ជីវិតយើងរៀងរលកចុះក៏ជីវិតយើងអត់បានទៅវេទនាអីទាំងអស់គាត់ថាវាមិនបានសបោសបាយខ្លាំងស្រួលខ្លាំងដូចពីមុនតែដោយសារយើងមានច្បាប់ស្រុកទីក្នុងខ្លួនខ្ញុំតែនិយាយប្រាប់អ្នកទាំងអស់គ្នាថាជួបការបោកប្រាស់ស្អីសពគ្រប់ទាំងអស់ខ្ញុំជួបប្រហែលឆ្នាំខ្ញុំជួបសាហាវតែជីវិតនៅតែដំណើរជីវិតបែបធម្មតាស៊ីចាយធម្មតារស់នៅធម្មតាគាត់ថារៀងគិតច្រើនជាងមុនអត់ដែលត្រូវទៅលំបាកដើររត់ឆ្វាត់ឆ្វែងរលុយអត់ទេដោះស្រាយបានធ្វើបានមានសមិទ្ធផលជាបន្តបន្ទាប់ចាអូខេតទៀតចាអញ្ចឹងគេថាមនុស្សយើងរាល់ថ្ងៃឬ8 9ឆ្នាំកន្លងមកនេះដែលយើងស្គាល់ច្បាប់ស្រូបទាញវាប្រៀបដូចជាម៉ាស៊ីនមួយដែលវាចាស់ត្រូវការដុសខាត់លាងថ្មីឬត្រូវដូរថ្មីត្រូវការជួសជុលតែបើជួសជុលលេងបានគឺមានតែដូរថ្មីមានន័យថាម៉េច
ដូចថ្មីគឺ reset អ្វីចាស់ចាស់គឺចោលអស់មកគឺស្មើនឹងអ្នកមានម៉ាស៊ីនថ្មីអ្នកមាន memory ថ្មីព្រោះម៉ាស៊ីនចាស់តែវាតោងស្នឹមតោងច្រេះមកច្រើនវាអត់អាចល្អដូចម៉ាស៊ីនថ្មីអញ្ចឹងយើងធ្វើការ reset លាងយកទៅលាងសម្អាតឲ្យស្អាតឧទាហរណ៍ថាម៉ាស៊ីនមួយហ្នឹងមួយជីវិតនេះប្រើបានតែម្ដងអត់មានម៉ាស៊ីនជាទី2ឲ្យបដូរម៉ាស៊ីនថ្មីតែម៉ាស៊ីនហ្នឹងវានឹងជួបនៅការរិចរិលការមិនឋានិនគឺការជួសជុលថែមប្រេងដុសខាត់ប៉ូលីចាក់ប្រេងចាក់ម៉ាស៊ីនអញ្ចឹងនេះដល់ពេលនេះហើយមនុស្សម្នាក់តែទៅជួបចង្វាក់នៃជីវិតរៀងខ្លួនចាអញ្ចឹងមិនថាគេថាពិភពលោកនេះវាអត់មានអីថិតទេវាមាន yes វាថិតទេតែចិត្តមនុស្សប្រែប្រួលដូចគ្នាតែយើងអាចឡើងបានអ្នកទាំងអស់គ្នាទាំងអត់បើសិនជាមនុស្សមិនអាចងើបបានមិនមែនអ្នកខ្លះមានខ្លាចជាអ្នកមានខ្លាំងហើយធ្លាក់ខ្លួនហើយត្រឡប់មកងើបមកវិញខ្លាំងជាងលើដើមអញ្ចឹងនៅក្នុងខុសខ្ញុំនឹងនិយាយរឿងហ្នឹងនៅក្នុងខុសខ្ញុំនឹងនិយាយលម្អិតរឿងហ្នឹងថាហេតុមិនអីបានជាយើងមិនអាចទៅចេះទៅចង់លើកមុនបានដោយសារអីវាតាក់ត្រង់ណាចាអញ្ចឹងយើងមកថ្ងៃនេះគឺយើងថ្ងៃដេ1នេះគឺយើង reset ម៉ាស៊ីនចាស់ជួសជុលជាថ្មីកែប្រែថ្មីថែមប្រេងត្រូវដាក់ប្រេងត្រូវដោះស្លែត្រូវដោះគេហៅគេច្រេះដោះច្រេះយើងអាចទុកឲ្យច្រេះបើថាច្រេះនៅហើយវាអាចភ្លឺស្វាងបានវាអាចមានសន្ទុះខ្លាំងបានចាអញ្ចឹងសូមឲ្យ step ទី1ការទទួលស្គាល់នឹងការបោះបង់ចោលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទទួលស្គាល់ការពិតនៅចំពោះមុខដោយមិនប្រឆាំងឥឡូវនេះស្ថានភាពយ៉ាងម៉េចសូមទទួលស្គាល់វាសិនប៉ុន្តែកុំយកវាមកជាដែនកំណត់នៃអនាគតខំមកទោសខ្លួនឯងនៅអ្វីដែលធ្លាប់ធ្វើសូមទោសខ្លួនឯងដែលបណ្ដោយឲ្យខ្លួនឯងមានភាពភ័យខ្លាចមកគ្រប់គ្រងលើជីវិតយូរពេកអានេះក៏លឹះអញ្ចឹងសូមអធិប្បាយមានន័យថាថ្ងៃនេះសូមឲ្យជាថ្ងៃដែលអ្នកទាំងអស់គ្នាព្រមទទួលការពិតគ្រប់យ៉ាងកន្លងមកដែលធ្លាប់ដើរខុសមានកំហុសខ្ញុំដើរខុសអ្នកខ្លះគាត់ដើរខុសរឿងមួយគាត់មានវិបត្តិសារីនឹកឃើញឈឺចាប់នឹកឃើញស្ដាយក្រោយនឹកឃើញទទួលយកអត់បានថាហេតុអីបើសិនជាយើងមិនដើរខុសនៅកន្លែងហ្នឹងក៏យើងអាចមកដល់ចំណុចត្រង់នេះបានដែរសូម្បីតែខ្ញុំក៏ធ្លាប់មានដែរតែគាត់ថាខ្ញុំមិនបានបន្ទោសខ្លួនឯងដល់ថ្នាក់ហ្នឹងព្រោះខ្ញុំនៅតែជាគេហៅថាគ្រូអ្នកទាំងអស់គ្នាដែលតាមខ្លួនឯងទាន់ជាទីបំផុតទឹកជីវិតវាមិនដល់ផ្លូវមួយដែល down ខ្លាំងបាត់ដែលខ្ញុំឃើញកូនសិស្សខ្លះគាត់ធ្លាក់រោគរ៉ាបងប្អូនយល់ពាក្យថាធ្លាក់ដល់រោគរ៉ាដោយសារអីគាត់មិនបានទាញខ្លួនឯងនៅពេលដែលវាចាប់ផ្ដើមធ្លាក់ល្មមគាត់ចេះតែបដែតបដោយខ្ញុំរៀនបញ្ចូលអីចឹងអញ្ចឹងព្រមទទួលស្គាល់ការពិតថាគ្រប់យ៉ាងអូខេវាកើតឡើងហើយវាអាចបកក្រោយបានទេតែអ្នកទាំងអស់គ្នាដូចត្រូវគិតដូចខ្ញុំដែលខ្ញុំអធិប្បាយទៅមកប្រើមិញថាអរគុណដែលបានសិនទើបអ្នកទាំងអស់គ្នាដោះលែងវាបានអរគុណត្រូវរកចំណុចល្អឲ្យឃើញមកអរគុណឲ្យបានពីមុនធ្លាប់តែអរគុណទាំងកុហកខ្លួនឯងតាំងពិតក្នុងចិត្តមិនបានអរគុណទេគិតថាយើងដើរខុសគិតថាកំហុសរបស់យើងឬអ្នកខ្លះយកអ្នកផ្សេងធ្វើជាអ្នករងគ្រោះវាមានទៀតអានឹងសេរីអត់ទទួលស្គាល់ការពិតអានឹងខ្ញុំសូមមិនសូវលើកឲ្យកូនសិស្សច្បាប់ស្រុកទីព្រោះភាគច្រើនកូនសិស្សរៀនច្បាប់ស្រុកទីភាគច្រើនទទួលស្គាល់ការពិតអ្នកខ្លះមានមួយសេរីទៀតអាសេរីមិនព្រមទទួលស្គាល់ការពិតនៅកំហុសដែលខ្លួនឯងបានសាងទទួលស្គាល់ការពិតមិនមែនឲ្យអ្នកទាំងអស់គ្នាមកបន្ទោសខ្លួនឯងទេទទួលស្គាល់ថាវាបានកើតឡើងហើយទទួលស្គាល់ថាចក្រវាឡជាអ្នកចាត់ចែងនិយាយឆាប់ឲ្យឆាប់ស្រាលខ្លួនទៅចក្រវាឡជាអ្នកចាត់ចែងឲ្យវាកើតឡើងដើម្បីឲ្យយើងរឹងមាំដើម្បីឲ្យយើងលើក្រោយនេះគឺថាយើងអស់តោះយើងអត់មានត្រូវដើរខុសផ្លូវទៀតយើងនឹងជួបនៅហានិភ័យទៀតបំផុតនៅពេលដែលយើងរលកជីវិតយើងឡើងមកសាទៀតឡើង flow ណាតែបើរលកជីវិតវាឡើងតាមអារម្មណ៍យើងតាអញ្ចឹងមិនធ្វើមិនឲ្យតាយើងធ្លាក់ចង់ឲ្យឡើងវិញ boost energy តែពេលខ្លះយើង boost វាអត់ឡើងហើយយើងបដែតបដោយវាទៅជា down ចេះហើយដល់ទៅពេលបដែតបដោយយូរទៅវាធ្លាក់អាខ្លាំងអ្នកខ្លះស្មាតទៅដកបាតជើអត់ព្រមងើបអត់ព្រមឡើងគោះមិនក៏មិនឡើងមនុស្សបើសិនតែយើងមិនសម្រេចចិត្តថានឹងឡើងខ្លួនឯងគ្មានណាជួយយើងបានតោះនេះចាអញ្ចឹងទី1ថ្ងៃទី1ដែលចង់ឲ្យអ្នកទាំងអស់គ្នាធ្វើគឺមកអង្គុយត្រៃត្រង់គ្រប់យ៉ាងដែលកាត់ឡើងហើយប្រាប់ខ្លួនឯងថាចក្រវាឡអ្នកចាត់ចែងឲ្យយើងរឹងមាំឲ្យយើងស្គាល់នៅអ្វីដូចអ្នកខ្លះត្រូវជួបការបោកប្រាស់ជួបការខាតបង់ជួបការគិតគេហៅថាគិតខ្លីមួយពេលជួបនៅភាពលោភរបស់ខ្លួនឯងមួយពេលដែលធ្វើឲ្យយើងធ្លាក់ផ្លូវដែលធ្វើឲ្យយើងខាតបង់សូមអ្នកទាំងអស់គ្នារុញទៅចក្រវាឡចុះចក្រវាឡជាអ្នកចាត់ចែងឲ្យយើងហើយក៏សូមអភ័យទោសខ្លួនឯងដែលបង្កើតភាពភ័យខ្លាចឲ្យខ្លួនឯងយូរមកហើយដែលបណ្ដោយឲ្យខ្លួនឯងលិចលង់យូរពេកដែលបន្ទោសខ្លួនឯងដែលមើលងាយខ្លួនឯងដែលមើលថោកខ្លួនឯងដែលមិនឲ្យតម្លៃខ្លួនឯងដូចមុនពីមុនណាយើងឲ្យតម្លៃខ្លួនឯងខ្លាំងណាស់ជីនីស័ក្តិសិទ្ធិរបស់យើងជីនីឈ្មោះអីដឹងណាចាជីនីស័ក្តិសិទ្ធិរបស់យើងធ្លាប់តែមានឥទ្ធិពលធ្លាប់តែមានកម្លាំងធ្លាប់តែแบบពើងទ្រូងដើរពីមុនអត់ទាន់មានលុយក្នុងខ្លួននឹងពើងមិនពើងអីដាក់អ្នកណាឯងពើងแบบជីវិតមានសង្ឃឹមគោលដៅដាក់ឆ្ងាយស្រាប់តែពេលយូរទៅជន់ឈ្លីខ្លួនឯងទាំងមុខហ៊ានងើ